នៅក្នុងថ្ងៃនេះផងដែរយើងនឹងមកនិយាយទាក់ទងជាមួយនឹងការ install Ubuntu server on VisualBox អញ្ចឹងជាដំបូងគឺយើងត្រូវការទៅ download នៅ VisualBox សិនអញ្ចឹងយើងចូលមកក្នុង Google បន្ទាប់មកយើងសេពាក្យថា VisualBox ហើយយើងចូលមកក្នុងនេះមកហើយយើងចុចទៅពាក្យ download បន្ទាប់ពីយើងចូលដល់កន្លែងហ្នឹងហើយយើងកលេចទៅមើលកន្លែងVisualBox platform package នេះអញ្ចឹងនៅកន្លែងនេះគឺវាមាន option ឲ្យយើងដែលយើងអាចជ្រើសរើសបានទៅតាមម៉ាស៊ីនរបស់យើងអ្នកសម្រាប់អ្នកប្រើ macOS Intel host គឺយើងអាចយកនេះបានតែសម្រាប់ខ្ញុំគឺជាប្រភេទ Windows host អញ្ចឹងខ្ញុំចុចកន្លែង Windows host នេះអញ្ចឹងវាក៏ចាប់ផ្ដើម download មកហើយចុះយើងចាំវាបន្តិចសិនអូខេចុះបន្ទាប់ពីយើង install បន្ទាប់ពីយើង download វាបានហើយចុះយើងត្រូវចូលទៅ install វាដោយសារតែខ្ញុំមិញ download ទុកនៅក្នុង download អញ្ចឹងយើងclick ទៅវា2ដងចឹងមកដល់កន្លែងនេះគឺយើងចុច next មកដល់កន្លែងនេះគឺយើងយក I accept the term the listen agreement ចឹងយើងយកកន្លែង accept នេះមកបន្ទាប់មកយើងចុច next បន្តទៀតមកដល់កន្លែងនេះគឺយើងយក default របស់វាដល់កន្លែងនេះគឺយើងចុច next បន្តទៀតហើយយើងចុច yes ហើយកន្លែង tick នេះគឺយើង tick 3នឹងដដែលហើយយើងចុច next បន្ទាប់មកគឺយើងចុចពាក្យ install ហើយយើងរងចាំវាបន្តិចចឹងមកដល់នេះដោយសារតែខ្ញុំអត់ទាន់ចង់ចូលវាទេអញ្ចឹងខ្ញុំដក tick កន្លែងនេះវិញសិនហើយយើងចុច finish អញ្ចឹងជាបន្តទៀតយើងត្រូវចូលទៅ download Ubuntu អញ្ចឹងយើងចូលទៅក្នុង Google ហើយយើងវាយពាក្យUbuntu ចឹងពេលយើងចូលដល់កន្លែង download Ubuntu website Ubuntu យើង click លើវាមកអញ្ចឹង step បន្ទាប់ទៀតគឺយើងត្រូវចូលទៅdownload នៅ Ubuntu អញ្ចឹងយើងចូលទៅក្នុង Google បន្ទាប់មកយើង search ពាក្យថា Ubuntu download អញ្ចឹងពេលយើងមកដល់កន្លែងនេះយើងអាច download បានដែលវាមានទំហំ5.9G ដែលជា Ubuntu version 24តែដោយសារតែខ្ញុំមានហើយអញ្ចឹងខ្ញុំអត់បាន download វាទៀតទេដែលយើង download Ubuntu នេះគឺវាទុកជា file នេះគឺជា file Ubuntu ដែលខ្ញុំបាន download មកហើយដែលជា file ISO អញ្ចឹងបន្ទាប់ពីយើងមាន file Ubuntu អស់ហើយមកហើយនឹងយើងបាន install VisualBox ហើយអញ្ចឹងឥឡូវយើងចូលទៅកាន់VisualBox ចាយើងដាក់វាឲ្យធំមកអញ្ចឹងពេលដែលយើងចូលមកដល់ VisualBox ដំបូងយើងត្រូវចុចទៅកាន់ពាក្យ new ហើយត្រង់កន្លែងនេះគឺយើងបញ្ចូលឈ្មោះយើងអញ្ចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំ
string ហើយនេះVM folder នេះគឺជាកន្លែងដែលឥឡូវយើងសូមដាក់ឈ្មោះstring ubuntu ចុះអញ្ចឹង VM folder កន្លែងនេះគឺយើងសម្រាប់ដាក់ទីតាំងដែលយើងទុក folder របស់វាអញ្ចឹងយើងប្រើទៅរកមកអញ្ចឹងខ្ញុំដាក់នៅក្នុង drive C ដែល file ដែល folder របស់វាឈ្មោះ Linux ចឹងខ្ញុំដាក់នៅក្នុងនេះហើយមកដល់កន្លែង ISO iMake នេះវិញគឺយើងចូលទៅរក file ISO ដែលយើងបាន down Ubuntu ISO ដែលយើងបាន down មកចឹងខ្ញុំបានដាក់នៅក្នុង folder Ubuntu ចឹងយើង select លើវាហើយយើងចុច OK pan មកហើយបន្តមកទៀតយើងចុចnext អញ្ចឹងពេលដែលយើងចូលមកដល់ VisualBox ដំបូងអញ្ចឹងយើងចូលទៅកាន់ New ដើម្បីបង្កើតម៉ាស៊ីនថ្មីអញ្ចឹងពេលដែលយើងចូលដល់នេះដំបូងអញ្ចឹងយើងត្រូវដាក់ឈ្មោះអញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្លួនឯងដាក់ឈ្មោះរបស់ខ្ញុំអញ្ចឹង VM folder នេះអញ្ចឹងជាកន្លែងដែលយើងទៅរកតាក់ទងជាមួយនឹងទីតាំងដែលយើងទុកអញ្ចឹងខ្ញុំទុកនៅក្នុង drive C នៅក្នុង folder ឈ្មោះLinux ខ្ញុំទុកនៅក្នុង folder មួយនេះហើយខ្ញុំ select folder ហ្នឹងមកបន្ទាប់មកទៀតគឺខ្ញុំចូលទៅកាន់ ISO iMake នេះគឺខ្ញុំចូលទៅរកតាក់ទងជាមួយនឹង file ISO អញ្ចឹងនេះគឺខ្ញុំទុកនៅ drive C ក្នុង folder Ubuntu អញ្ចឹងខ្ញុំ open មកអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងដោះ tag កន្លែងនេះចេញបន្ទាប់មកទៀតយើងចុច next អញ្ចឹងកន្លែងនេះគឺខ្ញុំសុំយក 4G អញ្ចឹង RAM នោះគឺខ្ញុំសុំប្រើ 4G ប៉ុណ្នេះហើយតាក់ទងជាមួយនឹង CPU វិញគឺខ្ញុំសុំប្រើ 4ហើយតាក់ទងជាមួយនឹង hard disk វិញគឺខ្ញុំដាក់500 GB អញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយគឺខ្ញុំដាក់ next បន្ទាប់ពីយើងតាក់ទងជាមួយនឹងផ្ទាំងផ្ទាល់អីមួយចំនួនហើយបន្ទាប់មកយើងចុចfinish មកអញ្ចឹងយើងបានហើយអញ្ចឹងនេះគឺជាម៉ាស៊ីនរបស់យើងអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងចុចទៅលើនេះរបស់យើងនៅមកម៉ាស៊ីនរបស់យើងហើយយើងចុច start ដើម្បី run Ubuntu server អញ្ចឹងយើងចាំវាសិនទៅអញ្ចឹងបន្ទាប់ពីយើងចុចinstall try or install Ubuntu server ហើយមកយើងនឹងចូលមកដល់កន្លែងនេះដើម្បីឲ្យយើងជ្រើសរើសភាសាអញ្ចឹងមកដល់កន្លែងហ្នឹងគឺយើងយកអង់គ្លេសទៅហើយយើងបន្ទាប់មកយើងយកអង់គ្លេសហ្នឹងហើយយើងចុច enter មកអញ្ចឹងមកដល់កន្លែងនេះ
យើងចុច enter បន្តទៀតហើយមកដល់កន្លែងនេះវិញក៏អត់មានអីដែរអញ្ចឹងយើងចុចenter ទៀតមកនៅត្រង់កន្លែងដានយើងចូលមកដល់កន្លែងនេះចាំមកដល់កន្លែងនេះគឺយើងចុចដានបន្តទៀតអញ្ចឹងយើងចុច enter មកដល់កន្លែងខ្ញុំក៏អត់មានអីត្រូវកែទៀតដែរអញ្ចឹងយើងចុចដានបន្តទៀតយើង enter អញ្ចឹងសម្រាប់proxy address នេះដោយសារតែខ្ញុំអត់មានអញ្ចឹងខ្ញុំអត់ដាក់ដែរអញ្ចឹងខ្ញុំចុចតាមបន្តទៀតយើង enter មកដល់កន្លែងនេះគឺយើងត្រូវការចាំវាបន្តិចអញ្ចឹងឥឡូវវាដើរពេញហើយអញ្ចឹងយើងចុចតាមបន្តទៀតយើង enter មកអញ្ចឹងថតកន្លែងនេះយើងត្រូវដោះ tick នៅកន្លែងនេះអញ្ចឹងយើងនៅកន្លែងខ្វែង set up this disk as an LVM group នេះអញ្ចឹងយើងចុចសញ្ញាtab ចុះខោបសញ្ញាពួនចុះខោបមកអញ្ចឹងយើងចុចមកដល់កន្លែងនេះអញ្ចឹងយើងចុច space ដើម្បីដកសញ្ញាខ្វែងហ្នឹងហើយយើងចុចមកខោបបន្តទៀតរហូតដល់ពាក្យតាមដល់ពេលដល់ពាក្យហ្នឹងហើយយើងចុច enter មកអញ្ចឹងមកដល់កន្លែងនេះមានការអីទេអញ្ចឹងយើងចុចដានបន្តទៀតមកអញ្ចឹងយើង enter ហើយយើង hero key មកយើងនេះចុះខោបមកយើងយក continue ហើយយើង enter មកអញ្ចឹងកន្លែងនេះគឺយើងដាក់ឈ្មោះរបស់យើងមកអញ្ចឹងដោយសារតែខ្ញុំដាក់ឈ្មោះរបស់ខ្ញុំអញ្ចឹងខ្ញុំដាក់ស្រេងដក clear YouTube ហើយបន្ទាប់ហើយសម្រាប់យក server name នេះគឺខ្ញុំដាក់ឈ្មោះថា YouTube server ចឹងយើង tab ចុះខមទៀតមកចុចសញ្ញាពណ៌ចុះខមទៀតអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ឈ្មោះរបស់ខ្ញុំកន្លែង username នេះស្រេងហើយ password គឺខ្ញុំដាក់1 2 3 1 2 3អញ្ចឹងបន្ទាប់ពីយើងបាននេះហើយគឺយើងផ្ទៀងផ្ទាត់មើលឈ្មោះនឹងអីបានម្ដងទៀតទៅស្រេង Ubuntu server ស្រេង password 1 3អញ្ចឹងយើងចុចសញ្ញាពណ៌ចុះខមម្ដងទៀតរហូតដល់ពាក្យដានបន្ទាប់ពីមកដល់នឹងហើយយើងចុច enter ទៀតមកដល់កន្លែងនេះគឺយើងចុចពាក្យ continue ចុចយើង enter ទៀតមកអញ្ចឹងពេលដែលមកដល់ហ្នឹងកន្លែងហ្នឹងគឺយើងត្រូវការចុច tick វាអញ្ចឹងដើម្បីចុច tick យើងគ្រាន់តែចុច space មួយទេនឹងពេលហ្នឹងវាមិនចេញ tick មកហើយសញ្ញាខ្វែងហ្នឹងមកដើម្បី install open ASA server អញ្ចឹងបន្ទាប់ពីយើងធ្វើប៉ុណ្ណឹងហើយយើង tab សញ្ញាពួនចុះក្រោមរហូតដល់ពាក្យដានបន្ទាប់មកយើងចុច enter ទៀតមកយើងមកដល់កន្លែងនេះអញ្ចឹងកន្លែងយើងមានការអីទៀតទេអញ្ចឹងយើងចុចសញ្ញាពួនហើយយើង tab ចុះក្រោមមករហូតមកដល់ពាក្យដានអញ្ចឹងយើង enter វាមកអញ្ចឹងយើងរងចាំវាសិនយើងអាចថាចាំមួយផ្លែតដែរ
chẳng là vì bạn đạp pin ấy cho bị đầy đạp pin hay dương chạch sinh nhà của cho khó việc máu là hốt bạn đọc việc report nào cho bây giờ lại report nào đó dương enter máu cho bây giờ về chính phố nó dương cùng phải ấy dương chạch enter và tao thiệt máu chẳng đó cái này cứ dương vay cho ở username bao giờ đã mà đã nó trong muốn nó cứ nhậm đã username string chẳng dương cho string máu hai dương check enter password muối pi 7 tại vì ở trên ngay dương khơi thế chẳng dương check enter tiệt máu trong này tha bây giờ dương cho đâu lại nên bên tha dương ban ở login cho ban chọc chơi ấy chẳng trong khi mà top dương thở cho tự bật cloud sẵn chẳng là bây giờ bật cloud bán dương thở ca quay comment sudo dot clear touch co u c s top máu dương dot clear tích hay dương slash etc slash cloud slash cloud init dot disable trong tao bị dân bay thì mình thấy dân check enter tao thiệt máu chẳng cái này nó dân thử bay password bao giờ cho dân password bao giờ máu muối pi 7 hay check enter máu chẳng cho đọc tông tiết cái dương thử ở mình chia tha tại vì miền là vậy khác ta giờ cả bật cloud bao giờ nó vía bật bàn lọ hay từ nào trang dương cầm bật bao giờ cứ cat dot clear và tao bao giờ check slash nó hay etc slash cloud slash cloud dot init dot disable hai tập mới cho check enter máu chẳng cái này nó về mình ấy tranh ấy tới cho mình tha vì thầm thử ấy và sẽ nhiều trên thực tế cho mình đây thay những anh update đừng ăn upgrade ba này cho tập mà tiệt máu dương vay cầm mình đảm bay thua ca update đừng upgrade dù bị tu bao dương trắng dương vay sudo apt update hay gì nhà np apt dot clear upgrade
ហើយយើងដក clear ទៀតមកដក y អញ្ចឹងបន្ទាប់ពីយើងy comment ប៉ុណ្ណឹងហើយយើងចុច enter មកហើយយើងចាំវារហូតដល់ពេលដែលវា update និង upgrade យូរបន្ទូហើយកន្លែងនេះវា error ដោយសារតែខ្ញុំផ្លេច update កន្លែងហ្នឹងគឺយើងត្រូវ update ផ្សេង upgrade ផ្សេងប៉ុន្តែខ្ញុំច្រឡំដាក់វាតែមួយអញ្ចឹងអត់អីទេយើងនេះវាម្ដងទៀតមកអញ្ចឹងយើងវាយ sudo apt update ហើយចុច enter មកអូខេបន្ទាប់ពីយើងនឹងហើយឥឡូវយើង upgrade ម្ដង sudo apt upgrade ប៉ុន្តែឥឡូវនេះគឺយើងត្រូវដក y ហើយចុច enter ទៀតមកហើយយើងចាំវាសិនអញ្ចឹងពេលដែលមកដល់កន្លែងនេះគឺយើងចុច tab មករហូតមកដល់ OK អញ្ចឹងយើងចុច enter មកអញ្ចឹងឃើញថាការធ្វើរបស់យើងគឺទទួលបានជោគជ័យហើយដែលយើងអាចបិទកម្មវិធីបានអញ្ចឹងយើងវាយ comment ដើម្បីសូត្រតាមមកអញ្ចឹងsudo shut down now ហើយយើងចុច enter មកអូខេអញ្ចឹងវា shut down ហើយអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាហើយក៏អរគុណលោកគ្រូជំរាបលាអញ្ចឹងថ្ងៃនេះគឺជាការងារបន្តរបស់យើងអញ្ចឹងយើងមកធ្វើតាក់ទងជាមួយនឹងការ install AS8 នៅលើ Ubuntu អញ្ចឹងជាដំបូងគឺយើងត្រូវចូលទៅឆែក network របស់យើងសិនអញ្ចឹងដោយសារតែ network របស់ខ្ញុំគឺប្រើភ្ជាប់ជាមួយនឹង wireless អញ្ចឹងខ្ញុំអាចប្រើជាមួយនឹង Bridge adapter បានអញ្ចឹងយើងចុច OK មកហើយបន្តមកទៀតគឺយើងត្រូវចុច start ចាំដល់កន្លែងនេះគឺយើងត្រូវពេញឈ្មោះរបស់យើងដែលយើងធ្លាប់បង្កើតហ្នឹងចាំរបស់ខ្ញុំដាក់ឈ្មោះថា Sreng ច
ចឹងយើង enter មកចឹង password ខ្ញុំដាក់1 2 3ចឹងយើង enter ទៀតមកដើម្បីទទួលបានអីថ្មីចឹងយើងធ្វើការ update វាសិនចឹងយើងប្រើ command sudo apt update ហើយ enter មកហើយបន្តមកយើងបញ្ចុះ password របស់យើង1 2 3ហើយយើង enter មកអញ្ចឹងយើងរងចាំវារហូតដល់វាពេញសិនចឹងបន្ទាប់ពីយើង update ហើយចឹងយើងត្រូវធ្វើ install ASA របស់យើងចឹងយើងប្រើ command sudo apt install open ASA server ហើយយើងចុច enter មកអញ្ចឹងគឺយើង install នឹងហើយអាហ្នឹងគឺជាអីដែលយើងត្រូវការគឺយើងត្រូវការ install ASA server ហ្នឹងអញ្ចឹងបន្ទាប់ពីយើង install ហើយយើងត្រូវចូលទៅដាក់ដើម្បីឲ្យ ASA យើង enable អញ្ចឹងយើងត្រូវប្រើ command sudo systemctl ថងកន្លែង systemctl មានន័យថា system control ហើយយើងដក clear មក enable ហើយយើងដក2ដង now ហើយនឹង ASA បន្ទាប់មកគឺយើងចុច enter អញ្ចឹងបន្ទាប់ពីយើងបើកឲ្យវា enable ហើយយើងត្រូវទៅឆែកវាមកតង់ទៀតដើម្បីឲ្យយើងច្បាស់ថាតើវា active នៅអញ្ចឹងយើងប្រើ command sudo system control status ASA ហើយបន្ទាប់មកយើងចុច enter ចឹងយើងឃើញថាកន្លែង QQ នេះចាំមានន័យថាវាបាន active ហើយបន្ទាប់ពីវា active ហើយយើងត្រូវទៅបើកមួយទៀតដើម្បីអាច allow វាបានអញ្ចឹងយើងត្រូវវាយ command sudo utw .clear allow .clear ASA បន្តមកទៀតយើងចុច enter មិញដោយសារតែខ្ញុំវាយ command ខុសអញ្ចឹងយើងត្រូវវាយម្ដងទៀតcommand គឺ sudo usw ហើយ allow
ASX អញ្ចឹងយើង enter មកអញ្ចឹងឃើញថាវាបានហើយអញ្ចឹងបន្តមកទៀតគឺយើងត្រូវធ្វើម៉េចឲ្យគេអាចចូលមកបានអញ្ចឹងយើងមុនដែលយើងទៅនេះយើងត្រូវតែឆែកIP វាជាមុនសិនដែលជា IP របស់យើងហ្នឹងអញ្ចឹងយើងវាយ comment IP.clear a អញ្ចឹងនេះគឺជា IP របស់ខ្ញុំគឺ10.120.85.113អញ្ចឹងដើម្បីអាចតេស្តបានគឺយើងត្រូវតែប្រើ PowerShell អញ្ចឹងដំបូងយើងត្រូវទៅវាយ comment សិនដើម្បីចង់ដឹងថាវាស្គាល់គ្នាអត់អញ្ចឹងយើងប្រើ comment ping ហើយបន្ទាប់មកគឺយើងដក clear ហើយយើងវាយមួយនឹង IP របស់យើងមិញហ្នឹងគឺ 10.120.85.113 ហើយយើង enter ទៅពេលដែលវាចេញអញ្ចឹងមានថាវាអាចតាក់ទងគ្នាបានហើយយើងតែគ្នាបានអញ្ចឹងយើងត្រូវតែធ្វើការតេស្តចូលមកទៅអញ្ចឹងយើងប្រើ comment ASX .clear អញ្ចឹងដាក់សារ username របស់ខ្ញុំឈ្មោះ Sreng អញ្ចឹងខ្ញុំដាក់ username Sreng ហើយយើងដាក់ add ហើយយើងប្រើ IP របស់យើងមិញ 10.120.85.113 ហើយយើង enter ទៅអញ្ចឹងបន្ទាប់ពីយើងចេញចេះហើយអញ្ចឹងដើម្បី make sure យើងទេអញ្ចឹងយើងវាយ comment yes ហើយយើង enter ទៅអញ្ចឹងយើងសាកវាយម្ដងទៀត ASX Sreng add 10.120.85.113 ហើយយើង enter មកអញ្ចឹងវានឹងចេញ password ឲ្យយើងមកយើងវាយ password របស់យើងមក1 2 3ហើយយើង enter មកអញ្ចឹងឃើញថាយើងចូលបានជោគជ័យអញ្ចឹងបន្ទាប់ពីយើងចូលបានជោគជ័យហើយយើងត្រូវតែតេស្តនៅលើVisual Box របស់យើងវិញម្ដងអញ្ចឹងយើងសួរវា who am I ហើយយើង enter ទៅនេះវាចេញឈ្មោះរបស់ខ្ញុំដែល username របស់ខ្ញុំគឺឈ្មោះ Sreng អញ្ចឹងវាត្រូវហើយអញ្ចឹងយើងតេស្តមួយទៀតគឺតេស្តលើ PWD ជាងយើងវាយ comment PWD មកហើយយើង enter វាចេញ home Sreng អញ្ចឹងមានថាវាត្រូវហើយទៅសួរនៅក្នុង PowerShell ដូចគ្នាអញ្ចឹងយើងវាយ comment who am I ហើយយើង enter មកអញ្ចឹងវាចេញឈ្មោះថា Sreng ចឹងយើងតេស្តលើ PWD មួយទៀត PWD ហើយយើង enter មកចឹងចេញ home/Sreng ដូចគ្នាអញ្ចឹងវាមានន័យថាយើងអាចយកម៉ាស៊ីនខាងក្រៅយកទៅ remote ចូលនៅក្នុងម៉ាស៊ីនរបស់យើងបានហើយអញ្ចឹងយើងសូមបិទវាចោលបើយើងប៉ុណ្ណឹងហើយគឺចឹងយើងអាចបិទកម្មវិធីបានដោយយើងប្រើ command shut down nowចឹងតើតើជាមួយនឹងការងារនេះគឺតើតើជាមួយនឹងការងារបន្ទាប់ដូចរបស់យើងដែរអញ្ចឹងនេះគឺយើងឃើញថាវាដូចគ្នាហើយដែលពេលយើងសួរវា who am I ទៅគឺវាចេញមក Sreng home/Sreng home/Sreng នេះគ្នាចឹងបន្ទាប់មកយើងចូលមកដល់វគ្គនេះគឺយើងប្រើ command មួយទៀតដើម្បីរក server របស់យើងដើម្បីរក hostname ចឹងយើងវាយពាក្យ hostname ហើយយើង enter មកចឹងវាចេញឲ្យ Ubuntu server ដែលជាឈ្មោះ server របស់ខ្ញុំចឹងចូលមកដល់ការងារបន្ទាប់គឺយើងធ្វើទាក់ទងជាមួយនឹងការបង្កើត file អញ្ចឹងយើងត្រូវបង្កើត file មួយដែលខ្ញុំចង់បាន file គឺ file text អញ្ចឹងtouch
ហើយតើយើងដៃពាក្យ file .txt ហើយយើង enter មកយើងវាយ command ls ដើម្បីមើលវានេះអញ្ចឹងវាបានមកហើយគឺនៅក្នុង file txt នៅក្នុង folder sv 2.6 folder បន្ទាប់មកគឺយើងបើសិនជាយើងចង់ចូលទៅនេះវាអញ្ចឹងយើងត្រូវវាយពាក្យ nano .clear file .txt ហើយយើង enter មកនោះវានឹងចូលមកហើយអញ្ចឹងមកដល់វាយនេះគឺយើងអាចសាកវាយបានអញ្ចឹងខ្ញុំសាកវាយ hello world អញ្ចឹងពេលខ្ញុំវាយប៉ុណ្្នឹងហើយអញ្ចឹងខ្ញុំចុច enter មកវាដល់ហើយខ្ញុំសាកវាយប៉ុណ្្នឹងហើយអញ្ចឹងយើង control x មកហើយយើងចុចវាយមកហើយយើង enter មួយទៀតមកអញ្ចឹងវានឹង load ទៅហើយ run command នឹងបាន run file នឹងបានអញ្ចឹងយើងប្រើ command cat file.txt ហើយយើង enter មកអញ្ចឹងនេះគឺជា hello world ដែលយើងបានទៅសេមិញអញ្ចឹងខ្ញុំសូមបង្កើត folder មួយទៀតអញ្ចឹងដើម្បីបង្កើត folder បានគឺយើងត្រូវប្រើ command mk there ហើយយើងដក clear មកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះថា file ហ្នឹងថា the name ហើយ enter មកអញ្ចឹងខ្ញុំវាយ command ដើម្បីឆែកវាមើលអញ្ចឹងយើងវាយ ls អញ្ចឹងយើងឃើញថាយើងមាន folder ហ្នឹងហើយអញ្ចឹងបន្ទាប់មកដើម្បីចូលទៅកាន់ folder ហ្នឹងបានអញ្ចឹងយើងត្រូវប្រើ command cd their name ហើយយើង enter មកអញ្ចឹងយើងឃើញថាឥឡូវគឺយើងចូល load ទៅក្នុងគឺយើងកំពុងតែនៅក្នុង folder name ហ្នឹងហើយអាចទៅ check មើលវាបានទៀតអញ្ចឹងយើងវាយ command pwd មកហើយយើង enter មកអញ្ចឹងយើងឃើញថា home /their name ហ្នឹងហើយអញ្ចឹងមានថាគឺក្នុង home ដែលក្នុងនៅក្នុង username របស់យើងស្រេងហ្នឹងអញ្ចឹងវាមានក្នុង folder their name ហ្នឹងចង់ឲ្យយើងត្រឡប់ទៅកាន់ path ចាស់របស់យើងវិញចុះយើងអាចវាយ cd .clear ចុច2ទៅហើយយើង enter ទៅហើយឥឡូវយើងអាចដាក់ pwd ដើម្បីឆែកវាមើលបានអញ្ចឹងឃើញអត់វាទៅនឹង home/range ទៅកាន់ត្រឡប់ទៅកាន់កន្លែងដើមរបស់វាវិញហើយយើងអាចឆែកមើលបានអញ្ចឹង ls ចេញឃើញនៅ folder ហ្នឹងអញ្ចឹងបើសិនយើងចង់ចូលទៅក្នុង folder their name ហ្នឹងវិញអញ្ចឹងយើងគ្រាន់តែវាយ cd .clear their name ហ្នឹងមកហើយយើង enter ទៅអញ្ចឹងឃើញអត់វានឹង load ចូលវិញហើយខ្ញុំសូម copy file នេះដែលជា file .txt នេះខ្ញុំចង់យកទៅដាក់នៅក្នុង folder their name អញ្ចឹងយើងអាចវាយបាន cp គឺមានន័យថា copy ហើយយើងវាយឈ្មោះ file មក file .txt សូមទោស .txt ហើយយើងវាយឈ្មោះ folder របស់យើងមក their name ហើយយើង complete time slash ពីក្រោយមួយផងហើយយើង enter មកសតញឥឡូវកំពុងតែឈរនៅក្នុង folder ហ្នឹងអញ្ចឹងខ្ញុំសូមចេញទៅវិញសិនអញ្ចឹងយើងវាយប្រើ command cd .clear ចុច2ហើយយើង enter មកជួយយើង check មើលសិន ls គឺយើង .clear អញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយគឺយើងវាយ cp វាយដូចមិនដែរមក cp file .txt .clear folder their name ហើយ complete time slash ហើយយើង enter មកអញ្ចឹងបន្ទាប់ពីយើងប៉ុណ្្នឹងហើយគឺយើង ls មើលមកចុះយើងឃើញថានេះវាចេញបែបនេះអញ្ចឹងបន្ទាប់ចេញពីហ្នឹងហើយទៅយើងទៅដល់ cd ហើយយើងចូលទៅក្នុងនេះវិញយើងវិញមក their name ហើយយើង enter មកអញ្ចឹងពេលដែលយើងចូលហើយយើងអាច ls មើលបាន
ចឹងយើងឃើញ file នៅក្នុង folder របស់យើងគឺ file .txt ចូលទៅ folder ហើយនេះគឺវាចូលដល់ folderចឹងយើង check out file ហ្នឹងចេញពីក្នុង folder ហ្នឹងទៅវិញចឹងយើងអាចប្រើ rm ហ្នឹងគឺមានន័យថា remove ចឹងយើងវាយឈ្មោះ file របស់យើងមក file.txt ហើយយើង enter មកចឹងយើងអាច ls វាមើលបានថាវាមានទីដតចឹងពេលយើង ls មកគឺវាអត់មានទេចឹងមានថាគឺវាបាន remove បាត់ហើយចឹង ls វាចឹងយើងវាយ cd .clear /2 ទៀតមកហើយយើង enter ទៀតចឹងយើងវាយ ls ទៀតមកចឹងយើងឃើញថា file.txt វាត្រឡប់ back ចូលមកក្នុងនេះវិញហើយចង់ឲ្យវាចូលទៅវិញគឺយើងវាយ command ដូចមិញ cp file.txt តបមក the name ហើយយើង thêm slash មកហើយយើង enter មកអញ្ចឹងយើងអាចចូលទៅក្នុង file ហ្នឹងវិញបានជាយើងអាចថា ls មើលក៏បានដែរ ls មើលសិនចាំបន្ទាប់មកយើងវាយ cd dot the name ហើយ enter មកចាំវាចូលមកលើវិញចឹងយើង ls មើលចឹងយើងឃើញថា file ហ្នឹងគឺវាមកវិញហើយអញ្ចឹងពេលនៅកន្លែងនេះក្នុងករណីបើសិនជាយើង copy មក file របស់យើងអត់មានទេចឹងវានឹងបង្កើត file យើង auto ចឹងយើងសាកឧទាហរណ៍ដូចជាវាយ command cp file.txt ហើយ dot pass អញ្ចឹងពេលដែលយើងវាយហើយយើង enter មកអញ្ចឹងវានឹង load អញ្ចឹងយើងអាចនេះបានយើងអាច copy file.txt .clear file.txt .pass ហើយយើង enter មកជាយើងចង់អាចមើលដឹងបានអញ្ចឹងយើងវាយ command ls មកយើងឆែកមើលអញ្ចឹងមានថា file ហ្នឹងគឺវា load ចូលដែរអញ្ចឹងមានថាបើសិនជាក្នុងករណីដែល file ហ្នឹងគឺវាអត់មានអញ្ចឹងវានឹងបង្កើតឲ្យយើង auto តែម្ដងបើយើងចង់តេស្តទៀតគឺយើងអាចតេស្តទាក់ទងជាមួយនឹង cat file.txt ហើយយើង enter មកអញ្ចឹង hello world ដែលយើងបានអាសេមុនហ្នឹងគឺវានឹងមកតាមដូចគ្នាតែសារតែយើង copy file មកអញ្ចឹងអីដែលនៅក្នុង file ហ្នឹងគឺវានឹងមកជាមួយដូចគ្នានឹងចូលនៅក្នុង folder ដែល name របស់យើងហ្នឹងការ copy របស់យើងគឺបានជោគជ័យអញ្ចឹងយើងវាយ cd .clear ចុច2តិចមកហើយយើង enter មកគឺយើងត្រឡប់ទៅដើមវិញអញ្ចឹងឥឡូវយើងមកធ្វើតាក់ទងជាមួយនឹងការ log folder វិញម្ដងអញ្ចឹងយើងដោយសារតែខ្ញុំចង់ធ្វើតាក់ទងជាមួយនឹងការ log folder ចុះយើងអាចបង្កើតតាក់ទងជាមួយនឹង folder មួយទៀតបានអញ្ចឹងយើងអាចវាយ mk dir mk ទៀតហើយឥឡូវខ្ញុំសុំវាយឈ្មោះមួយទៀត folder គឺដាក់ the name ដែរតែខ្ញុំថែម to អញ្ចឹង the name to អញ្ចឹងយើង enter មកអញ្ចឹងយើង ls មើលមក
គឺយើងឃើញមាន folder ចំនួន3ហើយគឺមាន DNAME2 ហើយនិង SP2 ពី IPP ជាមួយ folder អញ្ចឹងតើតើជាមួយនឹងការ remove ទៅគឺខ្ញុំសាក remove ជាមួយនឹង folder អញ្ចឹងយើងអាចវាយ command បាន re dir ហើយយើងវាយ.v មកតែ.v មានន័យថា remove directory របស់វាហើយយើងវាយឈ្មោះ folder របស់យើងមកDNAME2 ហើយយើង enter មកហើយបន្ទាប់មកយើងសាកវាយ ls មកភាសាតែខ្ញុំវាយ command ខុសកែហ្នឹងគឺ rm dir បន្ទាប់មកគឺយើងវាយឈ្មោះនេះយើងមក DNAME2 ហើយយើង enter មកហើយយើង ls មើលអញ្ចឹង folder ដែលយើងបាននេះគឺបាត់ហើយអញ្ចឹងយើងសាកឧទាហរណ៍មួយដែលយើង remove តាក់ទងជាមួយនឹងfile DNAME របស់យើងអញ្ចឹងយើងសាកវាយ rm dir ហើយយើងវាយឈ្មោះ DNAME មកហើយយើងសាក.v ហើយយើង enter មកទូវាអត់ឲ្យទេដោយសារតែក្នុង folder មកគឺវាមាន file ដើម្បីចង់ឲ្យយើងលុបវាទាំងបានទាំង folder បានទាំង file អញ្ចឹងយើងត្រូវប្រើ command rm .rv .DNAME ហើយយើង enter មកអញ្ចឹងនេះគឺវាចេញមកហើយគឺវាលុបតាក់ទងជាមួយនឹង file របស់យើងអញ្ចឹងយើងសាក ls មើលទៅគឺយើងឃើញនៅតែ file text sp2.6 ហើយនិង sp2.6 folder គឺចំនួន3នេះដែលយើងបានមាននៅក្នុងកន្លែងនេះដែលយើងមានអស់5ហ្នឹងគឺវាបានលុបចេញអស់ហើយដល់ពីការដូរឈ្មោះ file ម្ដងចឹងដើម្បីការដូរឈ្មោះ file គឺយើងប្រើ command mv .clear ហើយយើង save file របស់យើងមកដែលឈ្មោះ file របស់យើងឥឡូវគឺវានៅតែ file ឥឡូវខ្ញុំសុំវាយយកដូរ file txt អញ្ចឹង file file .txt ហើយយើង .clear មកគឺយើងវាយចង់វាយឈ្មោះ file ដែលយើងចង់ដូរមកអញ្ចឹងយើងដាក់ឈ្មោះhome.txt អញ្ចឹង enter មកអញ្ចឹងយើងសាក ls មើលអញ្ចឹងវានឹងកន្លែងនេះគឺយើងដូរទៅជា home.txt វិញហើយយើងចង់ដល់យើងអាចសាកចូលនៅក្នុងនេះបានថាពេលដែលយើងដូរឈ្មោះ file ហើយអីដែលនៅក្នុង file គឺវានៅដំណើរការអត់អញ្ចឹងយើងវាយ command sv 2.6 ហើយយើង folder ខ្ញុំភ្លេចដាក់ cd ហើយយើង enter មកអញ្ចឹងវាចូលក្នុង folder ហ្នឹងអញ្ចឹងយើងវាយឈ្មោះ file មកវាយបើកវាបានគឺយើងត្រូវវាយ cat ហើយវាយឈ្មោះ file របស់យើងអញ្ចឹង file របស់ខ្ញុំគឺឈ្មោះ home.txt ហើយ enter មកវាអត់ចេញដោយសារតែខ្ញុំច្រឡំអញ្ចឹងយើងប្រើ command នេះវិញ cd ដោយសារតែ file ហ្នឹងគឺអត់នៅក្នុង folder svp ជាមួយ folder ទេអញ្ចឹងខ្ញុំវាយជាវិញហើយយើងវាយ command ដល់ទៅ cat home.txt ចឹង hello world ដែលយើងបានបញ្ចូលពីដងគឺវាចេញមកវិញហើយចឹងមានន័យថាបើទោះបីជាយើង edit ឈ្មោះ folder ក៏ដោយអត់ឈ្មោះ file ក៏ដោយក៏អីដែលនៅក្នុង file ហ្នឹងគឺវាអត់មានបាត់ទៅណាដែរអញ្ចឹងយើង clear វាមកអញ្ចឹងមកដល់ចំណុចនេះវិញគឺយើងតាក់ទងជាមួយនឹងការឆែក CPU អញ្ចឹងយើងដាក់វាយ command ls cpu អញ្ចឹង command ls cpu នេះគឺជា command នៅក្នុងការឆែកមើលតាក់ទងជាមួយនឹងព័ត៌មាន CPU របស់យើងអញ្ចឹងយើង enter មកអញ្ចឹងយើងឃើញថាវាចេញព័ត៌មានមកហើយអញ្ចឹងបើសិនយើងនេះគឺយើងអាចចូលទៅមើលនៅក្នុងកន្លែង about របស់យើងបានតែ
តែតកតងជាមួយនឹងព័ត៌មានរបស់យើងតកតងជាមួយ CPU របស់យើងផងដែរដល់ពិត comment ទៅគឺ comment top អញ្ចឹងយើងវាយ comment top មកហើយយើង enter មកអញ្ចឹងចូលដល់កន្លែងនេះគឺវាតកតងមើលជាមួយនឹងការនេះរបស់យើងថាវា C អស់ប្រមាណអីប្រមាណតកតងជាមួយនឹង CPU ភាគរយហើយតកតងជាមួយនឹងPP user អីជាដើមយើងចុចចូលបានមួយទៀតនៅក្នុងត្រឹមនេះគឺវារៀងបាក់មើលចុះយើងមាន comment មួយទៀតតែវាស្រួលមើលជាងហ្នឹងចឹងដើម្បីចុចចេញវាបានគឺយើងប្រើ Control C មកឆែកមើលPWD របស់យើងសិនចឹងយើងនៅក្នុង home សិនហ្នឹងបន្ទាប់មកយើងត្រូវវាយ comment មួយទៀតយើងត្រូវការប្រើមួយទៀតគឺឥឡូវយើងត្រូវការ install Xtop អញ្ចឹងយើងត្រូវវាយsudo apt install Xtop ហើយយើង enter មកហើយវាយ password 1 2 3ដែលជា password របស់យើងinstall បានទៅវា install យើងអាចឆែកមើលបានអញ្ចឹងយើងវាយ command Xtop នេះគឺវាចេញមកហើយវាមានអារម្មណ៍ថាវាស្រួលមើលជាងtop command top មិញយើងអាច control C ទៀតមកហើយឥឡូវយើងចូលដល់ command នេះគឺ command free ចឹង command free គឺតាក់ទងជាមួយនឹងការ check memory របស់យើងថាវាសល់ប្រមាណអីប្រមាណអញ្ចឹងយើង enter មកអញ្ចឹងវានឹងប្រាប់យើងថា memory របស់យើងគឺសល់ប្រមាណអីប្រមាណអញ្ចឹងទៅដែល total memory របស់យើងគឺប៉ុណ្នេះហើយយើង use ប៉ុណ្នេះ free ប៉ុណ្នេះហើយនឹង share ប៉ុណ្នេះជាដើមប៉ុន្តែនេះគឺយើងមានអារម្មណ៍ថាវាពិបាកមើលអញ្ចឹងយើងអាចមាន comment មួយទៀតដែលវាស្រួលមើលជាងហ្នឹងអញ្ចឹងយើងវាយ comment free .x អញ្ចឹងក្នុងនេះគឺវានឹងចេញជាតម្រងជា G ឲ្យយើងអញ្ចឹងយើងមានអារម្មណ៍ថាវាស្រួលមើលជាងមុនបាទទៅគឺ comment ds ទៀតជាមួយនឹងការឆែកមើល disk របស់យើងអញ្ចឹងនេះប៉ុណ្នេះតែវាតម្រងគឺវានៅពិបាកមើលដូចជា comment free អញ្ចឹងយើងអាចដាក់វាឲ្យកាន់ជាស្រួលមើលអញ្ចឹងយើងប្រើ comment ds .x enter មកអញ្ចឹងវានឹងចេញចំនួនជា G មកឲ្យយើងវាធ្វើឲ្យយើងស្រួលមើលជាងមុននឹងចូលដល់ comment មួយទៀតគឺ comment lsblk អញ្ចឹងយើងបាក់សាក់វាយទៅlsblk ហើយ enter មកអញ្ចឹងនៅក្នុងកន្លែងនេះគឺវាចេញទាំងន័យមកឲ្យយើងដែលជា tab ឧទាហរណ៍ពេលខ្លះអាចនឹងយើងមានម៉ាស៊ីន2ជាដើមហើយនេះបើសិនជាយើងមានម៉ាស៊ីន2វានឹងលោត2មកឲ្យយើងក្នុង Xtop យើងវិញមកយើង enter អញ្ចឹងយើងចូលមកក្នុងកន្លែងនេះគឺយើងនឹងមើលថាយើងសម្រាប់របស់យើងគឺយើងនឹងចង់ kill នៅកន្លែងណា control C ឲ្យផ្ដាច់វាមកអញ្ចឹងក្នុងករណីបើសិនជាយើងចង់ kill អញ្ចឹងយើងអាចប្រើ command kill ហើយយើងវាយដូចជាយើងវាយឧទាហរណ៍ទៅ19ហើយនឹងport មួយរបស់យើងតែខ្ញុំសូមអត់ run command ហ្នឹងទេដោយសារតែខ្លាចមានបញ្ហាអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងអាចបិទវាបានអញ្ចឹងយើងប្រើ command ដើម្បីបិទវាគឺប្រើ command sudo shutdown now ហើយយើង enter មកអញ្ចឹងយើងឃើញថាវាបានបិទហើយអញ្ចឹងយើងមានតែប៉ុណ្្នឹងទេ
ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងនៅក្នុងកិច្ចការងារនេះផងដែរគឺយើងនឹងតាក់ទងជាមួយនឹង Linux User Management អញ្ចឹងមុននឹងឈានទៅដល់ការនេះគឺយើងទៅឆែកមើលនេះរបស់យើងសិនចឹងយើងវាយ comment pwd ចឹងយើងទិញ /home/range ដែលជានេះរបស់យើងនឹងទៅសួរមួយទៀតគឺ who am I សំទោសខ្ញុំសរសេរច្រឡំ who am I អញ្ចឹងគឺ username របស់យើងគឺឈ្មោះស្រេងអញ្ចឹងបន្ទាប់ពីយើងឆែកហើយគឺយើងអាចចូលទៅបង្កើត user របស់យើងបានហើយការបង្កើតរបស់យើងនឹងផងដែរគឺវាទាំងអស់មានទាំងអស់4របៀបអញ្ចឹងចូលក្នុងរបៀបទី1គឺយើងវាយ sudo user add ហើយបន្ទាប់មកយើងវាយ command ctic ហើយយើង enter មកយើងនិយាយ password របស់ខ្ញុំ1 2 3ហើយយើង enter មកអញ្ចឹងនៅក្នុងការបង្កើត user នេះរបស់យើងផងដែរគឺយើងអាចបង្កើតវាបានប៉ុន្តែវាអត់មានហោះរបស់វាទេគឺវាមានត្រឹមតែ user យើងឆែកមើលថា user របស់យើងដែលយើងបានបង្កើតមិញហ្នឹងវាមានអត់អញ្ចឹងយើងអាចវាយបានដែលយើងវាយ per command cat /etc/pass wd ហើយ enter មកអញ្ចឹងយើងនឹងឃើញ user របស់យើងនៅខាងក្រោមគេនេះដែលយើងតាមបង្កើតមកហ្នឹងគឺឈ្មោះ ctic ហ្នឹងក៏អាចសង្កេតមើលបានត្រង់ចំណុចដែលស្រេងនេះដែលជា user របស់យើងដើមហ្នឹងគឺវាលេខ 1000 អញ្ចឹងមេថាបើសិនជាយើងបង្កើតមកក្រោយទៀតគឺវានឹងឡើងដូចជាឈ្មោះ ctic គឺវាឡើង 1001 អញ្ចឹងវានឹងឡើងរហូតដូចជា 1000 1001 1002 ឡើងទៅរហូតយើងអាចតែឆែកមើល trajectory របស់វាបានអញ្ចឹងយើងចូលទៅវាយ command cd ហើយបន្ទាប់មក /home ហើយយើង enter មកបន្ទាប់មកយើង ls មើលចឹងយើងឃើញថានៅក្នុង trajectory របស់ /home ហ្នឹងគឺវាមានតែស្រេងមួយទេចំណែក ctic យើងបានបង្កើតមុនហ្នឹងគឺវាអត់ទាន់មាន trajectory របស់វាទេចាំបន្ទាប់មកគឺយើង delete វាសិនអញ្ចឹងយើងចូលទៅ line ដើមវាសិនគឺ cd វាចូលទៅដើមវិញអញ្ចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយបន្ទាប់មកយើងត្រូវទៅ delete វាសិន user អញ្ចឹងយើងវាយ command sudo user there ctic ហើយ enter មកអាចឆែកមើល user ម្ដងទៀតបានអញ្ចឹងយើងវាយ command cat /etc/pass wd ហើយ enter មកអញ្ចឹងយើងឃើញថា user ដែលយើងបានបង្កើតមុនដែរ ctic តែមានលេខ 1001 ហ្នឹងគឺវាបានបាត់ហើយអញ្ចឹងយើងចូលមកបង្កើត user មួយទៀតដែលជារបៀបទី2តែគ្រាន់តែការបង្កើត user របស់យើងលើកនេះគឺវាដាក់មកជាមួយនឹង home directory អញ្ចឹងយើងវាយ command sudo user add .m ដែល .m មានន័យថាវាមកតាំងជាមួយនឹង directory
xì tịch hay dương enter máu chẳng dương châu là thay mớ thay vì bạn add cho nó chẳng dương vay comment cat slash etc slash pass wd hay enter máu cho dương khơi nào cứ giờ bạn add cho bên nhấy hay đậm bay dương chạy mơ tại tôi chỉ mùi năng thà về mini up cứ dương châu tập hợp comment định môn đá cho tôi thay thì bộ biết chẳng dương hợp comment cd slash home enter tôi mới dương ở em mới cho dương khơi tha ở dương add nó không đi bao giờ nó cứ miền thì mà pi miền xịt tách hay đằng string tại vì copy cả add team với đặc biệt add mà ban tại user tăng ta ở biometric đặc biệt trong này đặc biệt tp này cứ dương ban tăng user ban tăng trì mau không pe tầm mùi cho dương trong đăng cứ dương filter can xịt tách năng bán cho dương phở của mình số hay dương vay ở đây là dương trong cho máu xịt tách hay dương enter máu hay dương phải giải phớt mùi pi 7 enter máu nhưng trăm biển tích chẳng toàn lại nó kêu bia vậy tha Odom Tikasen fair cho mình thắc nó lại nó bia fair đã sao tại giờ tập ban cầm được passport ao tới căn sĩ tịch năng tì chẳng nằm bây giờ giờ cho bán kia dân thời cầm được passport ở bia sân cho dân tới cầm được passport ở bia tặng ở kia chẳng nằm bây anh đặt passport ao giờ sĩ tịch bán chẳng dân thời cho tới vay cầm mẫn sudo pasta bị chủ đi hay nâng cho tôi căn user để dân trong chỗ trong xịt tịch hay enter mà cho ai về cầm passport trên đặt passport đôi kia bung tới mùi pi 7 hay enter máu hay đấy cứ việc đã bay chạy môi tiết cho dân bay của mình môi tiết mùi pi 7 enter máu trong miệng cứ thấy passport update successful cho mình ta cả update passport bao giờ cứ từตัวban chục chơi vậy cho dân chọn đăng thời gian anh cho bạn nó cho dân vay của mình định môn định máu số xịt tịch hay dùng bài bản số nó mùi pi 7 chẳng dân khơi thay dân ai cho tới khăn user năng ba đấy ai chọn đăng thay dân cho user năng kia giúp có chỉ dân cho user xịt tịch năng mẹn cho dân ai xuôi bán hú em ai chẳng bị tranh mới cứ xịt tịch cho mấy thang cứ dân ban cho tới khăn user xịt tịch năng ấy cho tầm một thế cứ pwd cho bên đây là slash home chẳng nông này bia cả ai được chia bạc cát pha mà nên cho dân sợ bạc cát mới tới để dân phơi của mình thoát cho dân đặt thang xịt tịch đấy hay enter máu hay m tại không phải nếu cái việc tranh má cứ mình tầng string mình tầng xịt tịch cho mình thằng kia nó trong slash home nên là lại tin cho nó bây ai dân đang tham ta user string user xịt tịch đấy vì mình nó không user xịt tịch nó pha xịt tịch đấy cứ dân mình nó không user xịt tịch nó cho dân ai cho từ vay của mình bán cho dân cho từ căn cd slash home slash xịt tịch hay dân enter máu hay dân m máu cái này cứ ở ban khơi là sao tại để giờ bạc cát mình nhớ cứ ở toàn ban châu tới không user xịt tích nên cứ dương nó không nên là lại trong bài tập mà cứ dương ở châu bạc cát mà đón tiết thoát xịt tích giờ enter nó hay trong dân khơi thang cứ việc tranh máu ấy tôi cho mọi người pha để giờ bạc cát nữa anh dân fc để cho dân cho nó account user string bên trong số string password mùi pi 7 enter chẳng dân quay cái mình cd bệ tới bên máu pwd cho dân mau cái lại đau bên ấy chẳng là vậy anh xôi dùng một chạm mặt tăng với cư dân phở của mình who em ái cho dân nó không user string cho cứ thử ấy trong tập mà cứ dân cho từ
lục user នឹងសិនដើម្បីឲ្យយើងទៅកាន់ពី step ពីរបៀបទៀតអញ្ចឹងយើងវាយ comment sudo user there pass អូច្រឡំគឺយើងវាយឈ្មោះស៊ីតិចហើយយើង enter មកអញ្ចឹងយើងចូលទៅឆែកមើលម្ដងទៀតថាវាមាន user នឹងអត់ហើយ comment cat /etc/ pass wd ហើយ enter មកចឹងកន្លែងនេះគេយកទៅអាច delete បានដោយសារអីពេលដែលយើងចូលទៅក្នុង user ស៊ីតិចហ្នឹងគឺយើងបានបើក service របស់វាអញ្ចឹងកាលណាដែលយើងបើកចូលហើយយើង delete ទៅគឺវាអត់មកបាត់ទាំងអាហ្នឹងទេអញ្ចឹងយើងត្រូវតែចូលទៅបិទវាសិនអញ្ចឹងដើម្បីដែលយើងអាចបិទវាបានអញ្ចឹងយើងត្រូវប្រើ comment sudo kill ដក 9 ហើយយើងនឹងទៅរក comment មួយនៅកន្លែងនេះដែលពេលយើងបាននិយាយហ្នឹងអញ្ចឹងគឺ1098ចឹងយើងវាយមក1098ហើយយើង enter មកអញ្ចឹងគឺ kill ហើយអញ្ចឹងយើងអាចចូលទៅឆែកមុខនោះទៀតថាវាបាននៅអញ្ចឹងនៅពេលដែលយើងបាន clear វាហើយអញ្ចឹងមានន័យថា user របស់យើងគឺបាន log out ហើយអញ្ចឹងដើម្បីអាចចូលមកបានមកវិញបានអញ្ចឹងយើងត្រូវវាយភ្ជាប់ជាមួយនឹង Lisa ដើមអញ្ចឹងយើងប្រើ comment sxx ហើយស្រេងហើយនឹង ID របស់យើងហើយ enter មកគឺខ្ញុំច្រឡំចឹងកន្លែងដើមរបស់យើងគឺមិនមែនហ្នឹងទេគឺយើងត្រូវប្រើ commentចឹងហើយហ្នឹងគឺ sxx មិនមែន sxx ទេ sxx ហើយយើង enter មក password 123ចឹងយើងលុបin ចូលវិញបានហើយជួយយើងឆែកមើលវា pwd who am I ចឹងយើងបានចូលមកវិញហើយចឹងអាសាវាស្កាពេកជួយខ្ញុំសុំ clear វាមួយយើងចូលទៅឆែកមុខដល់ទៀតថាយើងបានលុបជោគជ័យនៅចឹងយើងចូលទៅក្នុង cat /etc/ pass wd enter ចឹងយើងឃើញថាវានៅដដែលអញ្ចឹងយើងប្រើ comment ដើម្បីលុបវា sudo user there ស៊ីតិចយើង enter មកវាយ password 123 enter ចឹងយើងចូលទៅមើលម្ដងទៀតថាវាបានលុបនៅ cat /etc/ pass wd enter ចឹងយើងឃើញថា user setting គឺយើងបានលុបបានជោគជ័យហើយអញ្ចឹងយើងចូលទៅកាន់បន្តទៀត cd /home ចឹងយើង ls មើលចឹងយើងឃើញថា directory setting គឺនៅមានដដែលចឹងយើងត្រូវតែលុបវាចេញអញ្ចឹងដោយសារតែក្នុង directory setting គឺមាន file មានអីមកអញ្ចឹងយើងត្រូវតែលុបតាម comment sudo ហើយ rm ដក ovs ឈ្មោះ file ស៊ីតិច
ចឹងតកតងជាមួយនឹងដក OVS នេះចាំមានថាវានឹងទៅ remove បន្តទៀតបើសិនជាវាមាន file មានអីជាច្រើនតង់នៅក្នុងហ្នឹងគឺវាទៅ remove បន្តហើយ remove រហូតដល់ទាំងអស់ចឹងយើង enter មកចឹងយើងឃើញថានេះអីដែលមាននៅក្នុង setting គឺវាចូលទៅ remove ទាំងអស់អញ្ចឹងយើងអាចទៅ ls មើលបានដល់ទៅថាវាបានបាត់នៅអញ្ចឹងយើងenter មកអញ្ចឹងឃើញថា directory setting គឺយើងបានលុបចោលបាត់ហើយអញ្ចឹងយើងបាន clear អាដំណាក់កាលទី2ហ្នឹងហើយចុះយើងចូលមកដំណាក់កាលទី3អញ្ចឹងយើង cd វាមកសិនមក cd ហើយបន្ទាប់មកគឺយើងត្រូវទៅបង្កើត user អញ្ចឹងយើងចូល command sudo user add .m ចឹងយើងថែមមាន .m មួយទៀត /bin /pass ហើយយើងវាយឈ្មោះ user របស់យើងមក ctech ហើយយើង enter មកអញ្ចឹងយើងចូលទៅឆែកវាមើលបានថាយើងមាន user នឹងអត់ cat /etc/passwd អញ្ចឹងយើងឃើញថា user យើងបានបង្កើតមកហ្នឹងគឺវាបានចូលមកហើយចូលទៅឆែកមើល home directory របស់វាអញ្ចឹងយើងចូល command cd /home ហើយយើង ls មើលមកចុះយើងឃើញថាការ add គឺវាហ្នឹងគឺវាមានចូលតាំងជាមួយនឹង home directory មកដូចគ្នាយើងត្រូវចូលទៅ switch ទៅក្នុង user ctech ហ្នឹងតែមុននឹងយើង switch ចូលហ្នឹងគឺយើងទៅដាក់ password ឲ្យវាសិនអញ្ចឹងយើង cd វាមកសិនមកបន្ទាប់មកយើងប្រើ command sudo passwd ហើយយើងបាច់ឈ្មោះ user មក ctech ហើយយើង enter មកយើងដាក់ password 1 2 3ហើយយើង enter ទៀតមកដើម្បី success បញ្ជាក់វាម្ដងទៀត1 2 3 enter អញ្ចឹងមានថាការ update password របស់យើងគឺ success ហើយអញ្ចឹងយើងចូលទៅក្នុងនេះវាអញ្ចឹងយើងsudoសុំតោះsudo ctech ហើយ enter មក password 1 2 3ចាយើងអាចសួរបញ្ជាក់បាន who am I យើងចូលទៅចឹងការបង្កើត user របៀបទី3របស់យើងគឺបានហើយអញ្ចឹងយើងចូលទៅកាន់នេះមួយទៀតចឹងយើងចូលទៅ sudo password 1 2 3 enter ចេញសួរវាមក who am I ចឹងគឺត្រូវហើយយើងចូលមកការបង្កើត user ទី4ចឹងយើងប្រើ command sudo តោះមកយើងប្រើ add ពីមុខវិញកន្លែងនេះ add user ហើយយើងដាក់ឈ្មោះមក ctech តែគាត់ថារបៀបមួយនេះគឺវាមានថាវាកំណត់ user password ឲ្យយើងមកម៉ោងអញ្ចឹងគឺយើងដាក់ password មក1 2 3 enter 1 2 3 enter អញ្ចឹងថងចំណុចកន្លែងនេះអញ្ចឹងយើងដាក់ full name មក sim ឆាយស្រេង phone number អត់មាន work phone អត់មាន home phone អត់មាន order អត់មានអញ្ចឹងយើងប្រើ command ចេះមក file អញ្ចឹងយើងចូលទៅមកថាយើង add ចូលបានជោគជ័យអត់ cat /etc/passwd ចាំមានថាការ add របស់យើងគឺបានជោគជ័យហើយ speak ចូលក្នុង account មកអញ្ចឹង sudo ctech password 1 2 3 enter ចឹងយើងបានចូលមកហើយចឹងយើង ls មើលจะមានថាវាអត់បាន open មកដោយសារតែវាអត់មានអីដែរមកថា who am I ចាសិតិចចឹងការចូលវិញគឺបានជោគជ័យហើយអញ្ចឹងមកដល់ថងកន្លែងនេះគឺយើងឆែកមើល pwd មក
ចឹងយើងCD មកសិនហើយបន្ទាប់មកគឺយើងទៅឆែកមើលទាក់ទងជាមួយនឹងdirectory របស់វាចឹងយើងប្រើ command cd/home ហើយយើង ls មើលមកចឹងយើងឃើញថាមាន static ហើយនិង string ហើយក្នុងនេះយើងក៏អាចបង្កើតទាក់ទងជាមួយនឹង file អីបានដែរអញ្ចឹងការបង្កើត user របស់យើងគឺមាន4របៀបហ្នឹងអញ្ចឹងយើងមានតែប៉ុណ្្នឹងអរគុណលោកគ្រូនិងអរគុណអ្នកនរគ្នាដែលបានមើលវីដេអូហ្នឹង